ជំរាបសួរអ្នកទាំងអស់គ្នាហើយក៏សូមអធិស្ឋានដោយអត្ថបទមុនខ្ញុំបាននិយាយថាស៊ឺម៉ាឡុនជាកូនទី5របស់ស៊ឺម៉ាអ៊ីប៉ុន្តែជាក់ស្ដែងដោយសារមានការភ័ន្តច្រឡំស៊ឺម៉ាឡុនគឺជាកូនពៅរបស់ស៊ឺម៉ាអ៊ីដែលជាកូនទី9នៅក្នុងអត្ថបទនេះខ្ញុំដាក់ចំណងជើងថាស៊ឺម៉ាឡុនកូនបំផ្លាញនគរជីនរឿងរ៉ាវរបស់ស៊ឺម៉ាឡុនគឺជារឿងដ៏ខ្មៅងងឹតមួយក្នុងប្រវត្តិសាស្ត្រចិនសម័យរាជវង្សជីនលោកត្រូវបានគេស្គាល់ថាកូនបំផ្លាញនគរឬជាអ្នកបង្កជម្លោះផ្ទៃក្នុងដ៏សាហាវដែលគេហៅថាចលនាសោយរាជ្យរបស់ស្ដេចសន្តិវង្សទាំង8ស៊ឺម៉ាឡុនគឺជាបុត្រពៅរបស់ស៊ឺម៉ាអ៊ីដែលជាកំពូលអ្នកយុទ្ធសាស្ត្រដ៏ល្បីល្បាញក្នុងសម័យសាមកុកទោះបីជាលោកជាកូនរបស់មហាជនខ្លាំងពូកែស៊ឺម៉ាអ៊ីក៏ដោយប៉ុន្តែលោកមិនមានសមត្ថភាពឬសិលធម៌ដូចឪពុករបស់លោកនោះទេលោកមានមហិច្ឆតាខ្ពស់តែខ្វះប្រាជ្ញានិងចំណេះដឹងដើមឡើយស៊ឺម៉ាឡុនបានព្យាយាមយកចិត្តយកថ្លើមអគ្គមហេសីចាដែលជាស្ត្រីមានអំណាចនិងសាហាវឃោរឃៅលោកបានរួមគំនិតជាមួយនាងដើម្បីកម្ចាត់សត្រូវនយោបាយនិងសម្លាប់រាជទាយាទស៊ឺម៉ាយូក្រោយពីបានសម្លាប់រាជទាយាទរួចស៊ឺម៉ាឡុនបែរជាយកលេសនេះមកចោទប្រកាន់និងសម្លាប់អគ្គមហេសីចាវិញដើម្បីដណ្ដើមអំណាចមកក្នុងដៃរបស់ខ្លួននៅឆ្នាំ301នៃគ្រិស្តសករាជលោកបានបង្ខំឲ្យអធិរាជចិនហួយទីចុះចេញពីតំណែងលោកបានប្រកាសតាំងខ្លួនឯងជាអធិរាជការឡើងសោយរាជ្យរបស់លោកមិនត្រូវបានគេទទួលស្គាល់ឡើយលោកបានតែងតាំងមន្ត្រីអសមត្ថភាពជាច្រើនឲ្យមានយសស័ក្តិខ្ពស់ដោយសារតែមានការតែងតាំងមន្ត្រីច្រើនពេករហូតដល់ខ្វះរោមសំពៅសម្រាប់លំអមួកមន្ត្រីទើបគេយកកន្ទុយឆ្កែមកជំនួសវិញនេះជាប្រភពនៃសុភាសិតចិនកន្ទុយឆ្កែតរោមសំពៅដែលចង់សំដៅលើការយកមនុស្សអន់មកធ្វើជាមន្ត្រីជាន់ខ្ពស់ចុងបញ្ចប់នៃជីវិតការដណ្ដើមរាជរបស់លោកបានធ្វើឲ្យបណ្ដាស្ដេចត្រាញ់ដែលជាបងប្អូនជីដូនមួយមិនសុខចិត្តក៏លើកទ័ពមកវាយប្រហារស៊ឺម៉ាឡុនត្រូវបានបរាជ័យចាប់ខ្លួននិងបង្ខំឲ្យផឹកថ្នាំពុលសម្លាប់ខ្លួនបន្ទាប់ពីសោយរាជ្យបានត្រឹមប្រហែល3ខែប៉ុណ្ណោះទោះបីជាស៊ឺម៉ាឡុនស្លាប់ទៅក៏ពិតមែនប៉ុន្តែសកម្មភាពរបស់លោកបានធ្វើឲ្យរាជវង្សជីនចុះខ្សោយយ៉ាងខ្លាំងដោយសារសង្គ្រាមស៊ីវិលរវាងបងប្អូនឯងការឈ្លានពានពីខាងក្រៅក៏សម្ព័ន្ធនៅទិសខាងជើងឆ្លៀតឱកាសវាយលុកដែលនាំឲ្យបាត់បង់ដែនដីចិនភាគខាងជើងទាំងមូលចំណាំអធិរាជដំបូងគេរបស់នគរជីនគឺស៊ឺម៉ាយានដែលជាកូនប្រុសរបស់ស៊ឺម៉ាចាវក៏ត្រូវជាក្មួយបង្កើតរបស់ស៊ឺម៉ាឡុនចំណែកឯស៊ឺម៉ាយូដែលជារាជទាយាទដែលត្រូវស៊ឺម៉ាឡុនសម្លាប់គឺជាកូនប្រុសរបស់ស៊ឺម៉ាយានដែលត្រូវជាចៅរបស់ស៊ឺម៉ាឡុននេះផងដែរ